លោកមន្ត្រីភ័យមេបញ្ជាការចិនព្រះនាងម្ចាស់មានបន្ទូលថាថ្ងៃនេះនៅឯឃ្លាំងឯកសារនៃក្រសួងពិធីការមនុស្សក្រមអវៀតរបស់ខ្ញុំនឹងការពារនៅកន្លែងសម្ងាត់មិនបាច់តឹងតែងពេកទេព្រះនាងម្ចាស់មានបន្ទូលថាអំដំណើរបើលោកមន្ត្រីបដិសេធឲ្យខ្ញុំប្រាប់មួយឃ្លាថាព្រះនាងម្ចាស់មានបន្ទូលថារឿងដែលបានសន្យាកាលពីយប់មិញទោះបីជាភ្លឺមេឃក៏នៅតែយកជាការបានដែរដឹងហើយចិនវៃនីងសិនវីនឹងលើកនេះខ្ញុំនឹងចូលរួមក្នុងល្បែងនេះជាមួយអ្នកលោកភ័យបញ្ជីស្លាប់រស់នៅរាជវាំងបូប្រាចាស់មិនរកការយកកាយឆ្កែឡើយបញ្ជីមនុស្សស្លាប់ខ្លាចបំផុតគឺមនុស្សរស់ជាអ្នកកាយអ្នកមិនស្ដាយជីវិតទេជីវិតអាចបោះបង់បានប៉ុន្តែបញ្ជីមិនអាចខ្វះបានឡើយលោកមន្ត្រីភ័យអ្នកស្រឡះដៃចោលកម្លាំងការពារទៀតហើយបើមិនស្រឡះដៃចោលពួកគេពួកវានឹងមិនព្រមធ្វើសកម្មភាពឡើយព្រះនាងម្ចាស់ធ្លាប់មានបន្ទូលថាមិនឲ្យអ្នកយកខ្លួនឯងធ្វើជាមនុស្សទេនាំខ្ញុំទៅរាជវាំងបូព្រារមូលឯកសារមួយក្បាលនេះព្រះនាងម្ចាស់ដាច់ខាតត្រូវតែបានទត់នៅយប់នេះព្រះនាងម្ចាស់លោកមន្ត្រីភ័យបានរងរបួសហើយឲ្យគេចូលមកសាក់លុតជង្គង់មើលព្រះនាងម្ចាស់នេះជាបញ្ជីប្រេងរំអិលអគ្គីភ័យនៅរាជវាំងបូព្រាបិទមាត់ឈិនចៅយកសៀវភៅនេះចេញទៅយាមនៅមុខទ្វារឲ្យតែមាននរណាមកចិត្តស្ទាក់សម្លាប់ភ្លាមព្រះរាជអាជ្ញាកុំមើលអីរបួសរបស់អ្នកខ្ញុំមើលមិនដាច់ភ្នែកទេឈឺទេឈឺនៅត្រង់នេះក៏ឈឺដែរភីយ៉ានតើតែខ្ញុំឃើញអ្នកស្លាប់នៅចំពោះមុខម្ដងទើបអ្នកព្រមថាខ្លួនឯងក៏ជាមនុស្សដែរមែនទេទូបង្គំមិនបានចង់ស្លាប់ទេអ្នកគ្រាន់តែមិនបានគិតបញ្ចូលជីវិតខ្លួនឯងទៅក្នុងនោះឥឡូវនេះព្រះនាងម្ចាស់ចេះជាចាប់ជំនួសទូបង្គំហើយចិនវៃនីងបើអ្នកហ៊ានធ្វើឲ្យខ្លួនឯងមានរបួសបែបនេះទៀតខ្ញុំនឹងឃុំឃាំងអ្នកពិតប្រាកដហើយទ្រង់មិនដាច់ចិត្តទេភីយ៉ានទូបង្គំនៅទីនេះមិនអនុញ្ញាតឲ្យឈប់ទេហេតុអ្វីបានជាឈប់ទូបង្គំខ្លាចជ្រុលព្រំដែនភ្លើងឆាបឆេះកាលពី6ឆ្នាំមុនបានរលត់ផុតទៅហើយដល់ពេលឥឡូវអ្នកនៅតែខ្លាចជ្រុលព្រំដែនទៀតអ្នកបានជ្រុលឆ្លងមកយូរណាស់មកហើយ